តោះយើងចូលមកដល់បាតុភូតច័ន្ទគ្រាសវិញម្ដងថាតើបាតុភូតច័ន្ទគ្រាសកើតឡើងយ៉ាងដូចម្ដេចអញ្ចឹងបាតុភូតច័ន្ទគ្រាសកើតឡើងគឺវាមានតួអង្គ3ដូចជាបាតុភូតសុគ្រាសដែរអញ្ចឹងទី1គឺមានព្រះអាទិត្យទី2គឺមានផែនដីទី3គឺមានព្រះច័ន្ទអញ្ចឹងនៅក្នុងចំណោមតួអង្គ3នេះអ្នកដែលធ្វើចលនាចល័តបដូរផ្លាស់គឺមានតែផែនដីនិងព្រះច័ន្ទទេនឹងជាចំណុចដែលយើងគួរកត់សម្គាល់អញ្ចឹងបាតុភូតច័ន្ទគ្រាសកើតឡើងគឺនៅពេលដែលផែនដីនេះគឺវាស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះច័ន្ទហើយស្រមោលផែនដីចោលមកលើព្រះច័ន្ទធ្វើឲ្យព្រះច័ន្ទនឹងងងឹតទាំងស្រុងបានន័យថាងងឹតទាំងអស់ហេតុអីបានអញ្ចឹងដោយសារតែផែនដីមានទំហំធំជាងព្រះច័ន្ទហើយបាតុភូតច័ន្ទគ្រាសគឺកើតឡើងនៅពេលយប់ហេតុអីបានកើតឡើងនៅពេលយប់អញ្ចឹងនេះកន្លែងដែលមានបាតុភូតច័ន្ទគ្រាសកើតឡើងគឺកន្លែងនេះណាគឺប្លុកនេះឯងអញ្ចឹងផ្ទៃផែនដីខាងនេះគឺជាពេលយប់ផ្ទៃផែនដីខាងនេះគឺជាពេលថ្ងៃ